ជំរាបសួរបងប្អូនឥឡូវហ្នឹងខ្ញុំមកជួបជាមួយនឹងលោកថកែពោតគាត់ទទួលទិញពោតរាប់ម៉ឺនរាប់ពាន់តោនចាគឺមានប័ណ្ណពិសោធន៍20ឆ្នាំហើយថ្ងៃនេះខ្ញុំនឹងសុំលេខទូរស័ព្ទគាត់ឲ្យបងប្អូនដែលចង់លក់ពូជពោតឲ្យគាត់ណាចានេះការវាស់សំណើមខ្ញុំធ្វើតេស្តជាមួយនឹងការប្រើម៉ាស៊ីនវាស់សំណើមគាត់សិនបងពូជពោតហ្នឹងប្រហែលថ្ងៃបានយើងអាចយកមកវាស់សំណើមបានចាប់ពី110ថ្ងៃ115ថ្ងៃ120តាមប្រភេទពោតពូជពោតណាចាអញ្ចឹង NK 110ថ្ងៃច្រូតបានហើយចាហើយបើ GT 115ថ្ងៃទៅ120អាហ្នឹង GT ចាចានេះសំណើម 34.5 ហ្នឹងហើយ 34.5 យើងទិញចូលតម្លៃ54 5បាទ4ដែរហ្នឹងហើយ5បាទ4កាក់ឯងបងចាគឺយើងមានសំណើមបងប្អូនចានេះបងប្រុសបងឯងជួយឲ្យលេខទូរស័ព្ទឲ្យប្រជាជនខ្ញុំមួយមើលលេខទូរស័ព្ទរបស់បងណា97ចា61ចា56 668សុំម្ដងទៀតណាបង097ចា61 56 668ចាហើយមានលេខមួយខ្សែហ្នឹងឯងមានតែមួយថ្ងៃសម្រាប់ខ្ញុំហើយនៅលេខខាងកែណីខាងចាអញ្ចឹងសម្រាប់ពោតបងក៏ទទួលទិញដលងក៏ទទួលទិញនិយាយរួមទៅពាក់ព័ន្ធនឹងដំណាំកសិផលទទួលទិញទាំងអស់ចាចាដលងមីពោតក្រហមចាសណ្តែកបាយល្ងខ្មៅល្ងកាហ្វេគឺទិញទាំងអស់អូចាបងចាចាសៀងក៏ទិញដែរចាទិញគ្រប់ប្រភេទចាបងចាបងប្អូនមានចាខាងខ្ញុំទទួលទិញរហូតចាបងប្អូនដែលថាអត់មានទីផ្សារដាំពោតបានហើយដាំល្ងបានហើយដាំដំឡូងបានហើយដាំល្ពៅបានហើយទៀតណាចាគឺឲ្យតែកសិផលគឺគាត់ទទួលទិញទាំងអស់ហ្មងណាហើយគេដាក់ខ្សែចងប្រើកស៊ូមួយក៏បានដែរនេះបងប្អូនខ្ញុំប្រាប់ពីរបៀបមើលសំណើមនេះគាត់ដាក់តារាងទិញសំណើមចាអញ្ចឹងបើសំណើម30យើងទិញ5បាទចុច8សំណើម31ទិញ5បាទចុច7សំណើម32ទិញ5បាទចុច6សំណើម33ទិញ5បាទចុច5សំណើម34ទិញ5បាទចុច4សំណើម35ទិញ5បាទចុច3សំណើម36ទិញ5បាទចុច2សំណើម37ទិញ5បាទចុច1ចាចង់សម្រាប់បងប្អូនទាំងអស់គ្នាចាដែលចង់បានប្រភេទក្របពូជចាគឺខាងខ្ញុំមានទាំងទទួលទិញមានទាំងលក់ក្របពូជជូនបងប្អូនថែមទៀតផងចាសេនោះសេបិទនឹងបណ្ដោយចាហើយប្រហែលថ្ងៃទៀតយើងយកពូជរបស់យើងមកឲ្យគាត់តេស្តគុណភាព